ខ្ញុំឃើញវីដេអូនេះហើយគឺមានអារម្មណ៍ថាមិនសូវสนุกក្នុងចិត្តហើយសង្កេតឃើញថាការសិក្សារបស់បងប្អូនក្មួយៗបច្ចុប្បន្ននេះគឺធ្លាក់ចុះខ្លាំងមែនទែនរឿងទូរស័ព្ទនេះគឺជាបញ្ហាធំណាបងប្អូនទាំងមេដាបៃតាគឺត្រូវតែយកចិត្តទុកដាក់ឲ្យខ្លាំងមែនទែនស្រឡាញ់កូនកុំជំរឿសកុំចង់ឲ្យកូនលយឆាយឬក៏ប្រើដល់ទៅ smartphone អីហ្នឹងបើថាចង់ប្រើទូរស័ព្ទលេខធម្មតាចុចតំណែងសម្រាប់ពុកម្ដាយតាមសួរនាំតែរឿង smart នេះគឺមិនចាំបាច់ទេហើយខ្ញុំក៏ឃើញចំណាត់ការរបស់ក្រសួងអប់រំដែរថានឹងដកទូរស័ព្ទនៅក្នុងម៉ោងសិក្សាអញ្ចឹងសង្ឃឹមថាការដកនេះគឺដកទូទៅគ្រប់ថ្នាក់គ្រប់ឃុំខេត្តស្រុកទាំងអស់បាទពីព្រោះក្រោមថ្នាក់ទី12នេះដូចជាមិនចាំបាច់អីដែលប្រើដល់ smartphone ទេសូមចូលរួមទាំងអស់គ្នាកុំពឹងតែគ្រូកុំពឹងតែថ្នាក់ដឹកនាំហើយពេលខ្លះយើងអត់បានយកចិត្តទុកដាក់មើលថែកូនរបស់យើងដែលយើងបង្កើតផ្ទាល់ជាសាច់ឈាមរបស់យើងអត់យកចិត្តទុកដាក់មិនតម្រែតម្រង់ទេគឺអត់កើតទេព្រោះទូរស័ព្ទនេះឃើញថាភាគច្រើនលេងហ្គេមហើយជួបជុំគ្នាតាមហាងកាហ្វេតាមកន្លុកកលៀតអីហ្នឹងគឺជុំគ្នាលេងតែហ្គេមទេអត់ដែលយកទៅសិក្សាស្រាវជ្រាវមេរៀនឯណាទេខ្ញុំសង្កេតឃើញជាក់ស្ដែងហើយខ្ញុំដើរគ្រប់ខេត្តក្រុងដូច្នេះសូមមេដាបៃតាសហការងារជាមួយនឹងគ្រូបង្រៀនទូរស័ព្ទតំណែងមួយគ្រូទៅដឹងហើយព័ត៌មានវត្តមានអវត្តមានអីហ្នឹងតាមដានម៉ោងណាគឺសហការជាមួយគ្រូបង្រៀនសាលាទៅដឹងហើយ